ខ្ញុំមិនដែលស្ដាយក្រៅនឹងឆាកជីវិតរបស់ខ្ញុំទេតែរឿងតែមកគាត់ដែលខ្ញុំស្ដាយក្រៅគឺចង់ឆ្លៀតការស្លាប់បងចំពោះខ្ញុំសូមដឹងបងប្រាប់ពេលដែលត្រូវបំភ្លេចខ្ញុំហើយព្រោះខ្ញុំជីវិតគ្នាបានល្អទេចង់ហើយក៏នៅតែពេលនេះគូមាននៅថ្មីក្នុងក្នុងនោះឡាជឿបាយគ្នារួមយល់ចង់គឺបងធ្វើអមរបបទីដែរបានទៅមើលមុនដោយសំឡេងថ្មីថ្មីគ្មានសិនស្ដីគ្មានសិនហើយមិនឈប់សូឡើងគ្នាមកធ្វើជាមិនស្គាល់បងពីមកទៅយកការហើយជួបបងបងទៅគេចាំត្រូវមួយដែរជឿណាស់ទៅដល់ជួបហើយបងយ៉ាអូមកដល់ថាមិនមកបងស្រឡាញ់អូនណាស់ទៅព្រោះតែខ្លាចគេដឹងខ្លាចគេក៏ចាំទៅជាវាកាន់តែស្រឡាញ់កាន់តែនឹកកាន់តែងំខាងស្រីមកទុំជាស្អីបើសំដឹងថាថ្លៃអូនមិនបងក៏បងសង្ឃឹមខ្លាចគេអូនមិនរួចជួយចាំបងចាំស្រួលក្បែរគេចូលអូនធ្វើតាមមកឈឺតែសប្បាយចិត្តតែអូនកំពុងតែនិយាយហ្នឹងណាគេកំពុងតែស្រាប់តាមវិធីរបស់យើងដែរតែបងអូនមានពាក្យពេចន៍អីចង់ប្រដាប់ការទៅគាត់ដែរទេបាទបងខ្ញុំចង់ប្រដាប់ការបើសិនជាអាចត្រឡប់ពេលវេលាផុតក្រោយបានហើយខ្ញុំដឹងថាថ្ងៃនោះគឺជាថ្ងៃចុងក្រោយដែលខ្ញុំបានជួបគាត់ខ្ញុំនឹងសូមអរគាត់ឲ្យយូរបំផុតហើយខ្ញុំក៏សូមអរគុណគាត់ដែលគាត់បានដើរចូលមកក្នុងជីវិតរបស់ខ្ញុំហើយ